ទឹកជ្រោះបងប្អូនយើង នេះជាដំណើរកំសាន្តមកខេត្តបៃលិននៅលើភ្នំខៀវដើម្បីមកលេងទឹកជ្រោះនៅលើភ្នំខៀវមើលតែសំឡេងទឹកជ្រោះក៏ដឹងថាត្រជាក់ហើយរូបភាពនេះគឺជាមិត្តភក្តិរបស់ខ្ញុំដែលគាត់ធ្វើការទម្លាក់ខ្លួនពីលើថ្មមកក្រោមប៉ុន្តែល្អិលមកមានរួចឯណានៅតាក់ដល់ពេលមកដល់ទៅនេះកលាក់ថ្មវាកលាក់ខ្ពស់ពេកធ្លាក់ទៅក្រោមបន្តមកគេបន្ទាប់ពីគេធ្លាក់រួចមកគេក៏ដេញឲ្យខ្ញុំឡើងទៅលើម្ដងឡើងទៅល្អិលគេថាសប្បាយណាស់នៅលើដល់ពេលវគ្គខ្ញុំម្ដងឡើងមកភ័យផងអស់ផងខ្លាចល្អិលហើយក៏ភ្លេចគិតថាថ្មនឹងក្រោមមានកលាក់រៀងខ្ពស់ដល់ពេលខំទម្លាក់ខ្លួនល្អិលទៅធ្លាក់កលាក់ថ្មនឹងមកទៅហឹងនេះអុកគូឈឺចង្អប់ទៅដល់ក្រោបុកថ្មទៀតមកអាកូនថ្មទូល្អិតនៅក្រោមហើយក៏ឡើងមកវិញមកលេងអាកលាក់ថ្មដែលធ្លាក់មកយ៉ាងមិញនេះហើយក៏តោងលេងទឹកចុះឡើងធ្វើដូចខ្លួនឯងចេះហែលទឹកចឹងអីគេឡើយទៅទៀតប្រងតម្លាក់ខ្លួនទៅហើយនេះកន្លែងតម្លាក់ខ្លួនទៅហើយតែអត់ទៅដល់ពេលនេះយើងជ្រុលនិចទៅបុកថ្មមកសាកទៀតឈឺជើងបដោយស្មានតែឈាមផងពេលហ្នឹងនេះដល់មិត្តភក្តិខ្ញុំគាត់ឡើងមកម្ដងទៀតឡើងមកប៉ារ៉េតខ្លួនប៉ារ៉េតគេប៉ារ៉េតខ្លួនគេខ្លាចល្អិលខ្លាំងដូចមុនគេខំដាក់តិចគេខ្លាចល្អិលធ្លាក់ដូចផ្សារមុន